ចាសូមជម្រាបសួរលោកតាលោកយាយអ៊ំពូមីងបងប្អូនលោកគ្រូអ្នកគ្រូទាំងអស់គ្នាក៏ដូចជាកូនកុមារដែរសុខសប្បាយជាទេចានៅថ្ងៃនេះក្នុងកម្មវិធីក្រនតែគិតរបស់យើងសូមនាំលោកអ្នកគិតនៅសំណួរមួយចំនួនចាទី1ថាតើលើកចុងក្រោយដែលលោកអ្នកសរសើរអ្នកដទៃនៅពេលណាហើយតើពេលចុងក្រោយណាដែលលោកអ្នកសរសើរខ្លួនឯងចាហើយសំណួរបន្ទាប់តើលោកអ្នកលើកទឹកចិត្តអ្នកដទៃទៀតនៅពេលណាក្រោយចុងក្រោយគេចាហើយនឹងសំណួរបន្ទាប់តើលោកអ្នកបានលើកទឹកចិត្តខ្លួនឯងចុងក្រោយនៅពេលណាចាយើងឃើញថាជាទូទៅខ្ញុំបានជួបជាពិសេសក្មេងៗបងប្អូននៅក្នុងវ័យជំទង់ចាយុវជនដែលឃើញថាសង្គមរាល់ថ្ងៃនេះប្រព័ន្ធ social media ប្រព័ន្ធសង្គមដូចជា Facebook TikTok Instagram គឺគេនិយមប្រើសូម្បីតែខ្ញុំក៏ប្រើហើយជាពិសេសអ្វីដែលយើងចង់បានយើងបង្ហោះទៅយើងចង់បានការឆ្លើយតបបែបវិជ្ជមានយើងចង់បានគេសរសើរចង់បានការលើកទឹកចិត្តពីគេហើយសូម្បីតែជីវិតយើងរស់នៅរាល់ថ្ងៃក៏យើងចង់បានការលើកទឹកចិត្តការសរសើរពីមនុស្សដែលនៅជុំវិញយើងដែរចាហើយជួនកាលគេធ្លាប់ទៅសរសើរយើងដល់ថ្ងៃហ្នឹងគេអត់បានសរសើរក៏យើងដូចជាបាក់ទឹកចិត្តយើងដូចជាអន់ចិត្តចាបាទថ្ងៃនេះខ្ញុំចង់លើកទឹកចិត្តដល់លោកអ្នកទាំងអស់គ្នានៅក្នុងការដែលយើងរៀនសរសើរហើយយើងស្រឡាញ់ខ្លួនឯងចាហេតុអីបានខ្ញុំនិយាយអញ្ចឹងពីព្រោះអីនៅពេលដែលយើងយកការបាក់ទឹកចិត្តនៅពេលដែលយើងប្រអាប់ខ្លួនឯងយើងកំពុងតែចិញ្ចឹមចិត្តយើងពីការគិតអវិជ្ជមានទៅលើខ្លួនឯងហើយដែលយើងដឹងថាព្រះអង្គបានបង្កើតយើងមកហើយដែលថាព្រះអង្គផ្សំគ្រឿងរបស់យើងចិត្តថ្លើមយើងតាំងពីនៅក្នុងផ្ទៃម្ដាយមកម្លេះហើយអ្វីដែលព្រះអង្គចង់បានគឺយើងបានសរសើរដំណើរព្រះអង្គពីព្រោះអីព្រះអង្គបានបង្កើតយើងមកគួរស្ញប់ស្ញែងហើយអស្ចារ្យហើយយើងឃើញថាស្នាព្រះហស្ថរបស់ព្រះដែលបង្កើតយើងមកគឺពិតជាអស្ចារ្យហើយឪពុកម្ដាយយើងដែលថាព្រះអង្គបានទុកចិត្តដល់លោកដែលបានយើងអត់មានជំរឿសទេនៅក្នុងការដែលរើសឪពុកម្ដាយបែបណាហើយឪពុកម្ដាយក៏អត់មានជំរឿសរើសថាចង់បានកូនបែបណាដែរម្នាក់មានបំណងប្រាថ្នារៀងខ្លួនប៉ុន្តែនៅពេលដែលថាព្រះអង្គដាក់យើងឲ្យជាកូនរបស់លោកហើយលោកជាឪពុកម្ដាយរបស់យើងគឺមានន័យថាព្រះអង្គទុកចិត្តទៅលើលោកទាំងអស់គ្នាហើយព្រះអង្គដឹងថាយើងគឺសមដែលថាជាកូនរបស់លោកដូច្នេះសូមឲ្យយើងបានរៀនគិតវិជ្ជមានទៅលើខ្លួនឯងរៀនសរសើរខ្លួនឯងរៀនស្រឡាញ់ខ្លួនឯងពីព្រោះយើងដឹងថាព្រះអង្គឃើញព្រះអង្គដឹងសូម្បីតែចំនួនសក់យើងប្រមាណប្រស័យក៏ព្រះអង្គដឹងដែរហើយតាំងពីយើងមិនទាន់ចាប់ជារូបរាងនៅឡើយគឺព្រះអង្គបានដឹងច្បាស់ហើយដូច្នេះសូមឲ្យចិញ្ចឹមចិត្តយើងដោយភាពវិជ្ជមានសម្រាប់ខ្លួនយើងសូមរៀនគិតវិជ្ជមានទៅលើខ្លួនឯងសូមរៀនសរសើរខ្លួនឯងហើយរៀនស្រឡាញ់ខ្លួនឯងពីព្រោះនៅក្នុងបទបញ្ញត្តិដ៏សំខាន់របស់យើងដែលព្រះអង្គបានឲ្យមកថាស្រឡាញ់ព្រះអង្គអស់ពីចិត្តអស់ពីព្រលឹងអស់ពីគំនិតអស់ពីកម្លាំងហើយត្រូវស្រឡាញ់អ្នកជិតខាងដោយស្រឡាញ់ខ្លួនឯងជាមិនថាយើងទៅស្រឡាញ់អ្នកដទៃបានយើងត្រូវរៀនស្រឡាញ់ខ្លួនឯងហើយអ្វីដែលយើងបញ្ចេញមកខាងក្រៅមនុស្សយើងបញ្ចេញមកគឺចេញពីចិត្តដូច្នេះសូមឲ្យចិត្តយើងបានគិតវិជ្ជមានពីខ្លួនយើងឲ្យចិត្តយើងបានលើកទឹកចិត្តដល់ខ្លួនយើងឲ្យយើងបានចេះស្រឡាញ់ខ្លួនយើងឲ្យយើងបានចេះសរសើរដល់ខ្លួនយើងនៅពេលដែលយើងចេះសរសើរចេះស្រឡាញ់ខ្លួនយើងស្កប់ចិត្តជាមួយខ្លួនយើងនៅពេលនោះយើងអត់ចាំបាច់ចង់បានការសរសើរពីអ្នកដទៃទៀតនោះទេយើងអត់រស់ដោយពឹងលើមាត់ឬក៏ពាក្យសម្ដីអ្នកដទៃទៀតនោះទេគឺយើងនឹងស្កប់ចិត្តចំពោះអ្វីដែលព្រះអង្គបានដាក់មកនៅក្នុងខ្លួនយើងចាអញ្ចឹងសង្ឃឹមថាលោកអ្នកនឹងគិតហើយសូមរៀនស្រឡាញ់ខ្លួនឯងឲ្យបានច្រើនដើម្បីយើងមានកម្លាំងនិងស្រឡាញ់អ្នកដទៃទៀតអរគុណសូមព្រះអង្គប្រទានពរ